បរាជ័យនៃប្រព័ន្ធសន្តិសុខខ្មាន់កាំភ្លើងសម្រុកចូលសាលារៀននៅភាគខាងត្បូងថៃបង្ហាញពីភាពធូររលុងនៃការគ្រប់គ្រងអាវុធរបស់រដ្ឋាភិបាលទីក្រុងបាងកកខណៈដែលរដ្ឋាភិបាលថៃនៅតែបន្តរងការរិះគន់លើបញ្ហាសន្តិសុខសង្គមហេតុការណ៍រន្ធត់មួយបានកើតឡើងសារជាថ្មីកាលពីថ្ងៃពុធម្សិលមិញនៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានដើរចូលទៅបាញ់បោះនិងចាប់ចំណាត់ខ្មាំងក្នុងសាលារៀនមួយកន្លែងនៅស្រុកហាតយ៉ៃប៉ុន្តែក្រោយមកបានជួយសង្គ្រោះចំណាប់ខ្មាំងមកវិញដោយជោគជ័យបើទោះបីជាជនសង្ស័យត្រូវបានចាប់ខ្លួននិងចំណាប់ខ្មាំងត្រូវបានជួយសង្គ្រោះចេញពីគ្រោះថ្នាក់វិញពិតមែនប៉ុន្តែវាបានឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការការពារសុវត្ថិភាពនៅតាមគ្រឹះស្ថានសិក្សាយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាមានយុវជនអាយុ18ឆ្នាំម្នាក់បានកាន់អាវុធដើរចូលក្នុងសាលារៀនបាត់តុងប្រាឋានគិរីវ៉ាតក្នុងខេត្តសង្ខ្លាបានយ៉ាងងាយស្រួលដែលបង្កឲ្យមានការចោទសួរយ៉ាងខ្លាំងទៅលើវិធានការការពាររបស់អាជ្ញាធរថៃខ្មាន់កាំភ្លើងបានសម្រុកចូលក្នុងសាលាទាំងកណ្ដាលថ្ងៃត្រង់ដើម្បីតាមរកគ្រូបង្រៀនម្នាក់នៅពេលរកមិនឃើញគេក៏បានបាញ់ប្រហារលើបុគ្គលិកសាលាភ្លាមហេតុការណ៍នេះបានបណ្ដាលឲ្យមនុស្សពីរនាក់រងរបួសម្នាក់ជាសិស្សនិងម្នាក់ទៀតជាគ្រូបង្រៀនក្រោយមកគេរាយការណ៍ថាខ្មាន់កាំភ្លើងរូបនោះត្រូវបានគេបាញ់សម្លាប់ប៉ុន្តែបែរជាបញ្ជាក់ថាជាការភ័ន្តច្រឡំជនល្មើសមិនបានស្លាប់ទេគឺគ្រាន់តែរងរបួសនិងបានចាប់ខ្លួនយ៉ាងណាមិញភាពមិនច្បាស់លាស់នេះបង្ហាញពីចំណុចខ្សោយនៃប្រព័ន្ធរាយការណ៍ព័ត៌មានបន្ទាន់របស់រដ្ឋនិងបញ្ហាអសន្តិសុខក្នុងប្រទេសដែលហាក់ដូចជាមានភាពធូររលុងនៃច្បាប់គ្រប់គ្រងអាវុធនៅក្នុងប្រទេសថៃដែលរដ្ឋាភិបាលហាក់ដូចជាមិនទាន់មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយដើម្បីការពារអាយុជីវិតពលរដ្ឋស្លូតត្រង់និងកុមារតូចមែនតើទៅអំពើហិង្សាដោយកាំភ្លើងបានក្លាយជាជំងឺមហារីកនៅក្នុងសង្គមថៃដែលមិនទាន់មានថ្នាំព្យាបាលមហាជននៅតែមិនទាន់ភ្លេចនៅសោកនាដកម្មដ៏សោកសៅកាលពីឆ្នាំ2022នៅឡើយដែលកាលនោះអតីតមន្ត្រីប៉ូលីសម្នាក់បានសម្លាប់មនុស្ស36នាក់រួមទាំងកុមារ22នាក់នៅក្នុងការវាយប្រហារដោយកាំភ្លើងនិងកាំបិតនៅឯកន្លែងសាលាមត្តេយ្យមួយកន្លែងនៅភាគខាងកើតប្រទេសថៃទោះជាយ៉ាងណាក៏ដោយហេតុការណ៍ចុងក្រោយនេះគឺជាភស្តុតាងដែលមិនអាចប្រកែកបានថារដ្ឋាភិបាលថៃហាក់ដូចជាកំពុងបណ្តែតបណ្តោយឲ្យការចរាចរណ៍អាវុធបន្តលុកលុយក្នុងសង្គមបើទោះបីជាមានការបង្ហូរឈាមជាបន្តបន្ទាប់ប៉ុន្តែវិធានការរឹតបន្តឹងការកាន់កាប់អាវុធនៅតែស្ថិតក្នុងកម្រិតទន់ខ្សោយដែលធ្វើឲ្យជីវិតពលរដ្ឋស្លូតត្រង់និងកុមារតូចៗស្ថិតក្នុងហានិភ័យជារៀងរាល់ថ្ងៃ